ដល់ខែប្រមូលផលផ្លែទម្លាប់ហើយបងប្អូនមើលឆ្នាំហ្នឹងគឺផ្លែតូចជាងឆ្នាំមុនប៉ុន្តែផ្លែច្រើនឃើញបងប្អូនចាប់ផ្ដើមស្រុកខៀលហើយថ្ងៃនេះអាកាសធាតុយ៉ាងមិនសូវល្អប៉ុន្មានទេដូចជាប្រហែលជាចង់ភ្លៀងហើយមើលទៅចាប់ផ្ដើមចូលខែតិចអាកាសធាតុប្រែប្រួលមែនតែនខ្យល់ផងភ្លៀងផងនៅញូហ្សេឡង់មិនសូវមានថ្ងៃដូចនៅខាងស្រុកខ្មែរយើងទេបងប្អូនអើយនៅនេះភាគច្រើនគឺស្រទុំភ្លៀងខ្យល់ហ្នឹងឯងមិនសូវមានថ្ងៃមានរដូវក្តៅរយៈពេលខ្លីមែនតែនប៉ុន្តែបើរដូវខែតិចវិញមានអារម្មណ៍ថាវែងយូរធម្មតាស៊ីយើងចូលចិត្តអាកាសធាតុនៅស្រុកយើងជាងនៅស្រុកគេនៅស្រុកនេះពេលតិចម៉ែថ្លែនៅតិចរួញហើយមកមើលផ្លែត្រឡប់យើងម្ដងមើលនេះមើលផ្លែលឹងក្តាំងបងប្អូនហើយប៉ុណ្ណឹងញ៉ាំបានហើយបងប្អូនវាផ្អែមហើយវាអត់មានជាតិជាប់ទេគាត់ថាវាអត់តន់ទុំខ្លាំងណាបើវាទុំខ្លាំងក៏អត់ឆ្ងាញ់ណាខ្ញុំអត់សូវចូលចិត្តឲ្យវាទុំខ្លាំងទេដោយសារវាទន់ចូលចិត្តវានៅរៀងស្រុកខៀលចឹងទៅវាជ្រួយអញ្ចឹងណាអានឹងឆ្ងាញ់ហើយយើងយកទៅជ្រលក់អំបិលក៏ឆ្ងាញ់ដែរ